សន្តិសុខសម្រាប់ធ្នាប់សង្គមប្រយុទ្ធប្រឆាំងនឹងអក្រិតកម្មជាការងារអាទិភាពបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានគូររំលែកផងដែរថាដោយមើលឃើញពីគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរចំពោះសង្គមជាតិដែលបង្កឡើងដោយអក្រិតកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានិងភាពស្មុគស្មាញនៃអក្រិតកម្មសម័យទំនើបមួយនេះដែលមានបណ្ដោយប្រតិកាឡាគ្នាពីប្រទេសមួយទៅប្រទេសមួយរាជរដ្ឋាភិបាលនីតិកាលទី6នៃរដ្ឋសភារហូតដល់ដើមនីតិកាលទី7នៃរដ្ឋសភាបានចាត់វិធានការជាច្រើនលើអក្រិតកម្មនេះដោយទទួលបានលទ្ធផលវិជ្ជមានជាច្រើនតាមរយៈសារពិសេសភ្ញៀវជនចំពោះបងប្អូនជនរួមជាតិកាលប្រឡូបថ្ងៃទី13ខែមករាឆ្នាំ2025សម្ដេចធិបតីបានបញ្ជាក់ផងដែរថាការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាក្នុងការកំណត់ថាការប្រយុទ្ធប្រឆាំងនឹងអក្រិតកម្មគឺជាកិច្ចការអាទិភាពក្នុងរបៀបវរៈនយោបាយរបស់ខ្លួនគឺពុំមែនជាការចៃដន្យនោះឡើយសម្ដេចធិបតីបានបន្ថែមទៀតដែរថាការដាក់ចេញនូវវិធានការដ៏ម៉ឺងម៉ាត់និងមុតស្រួចជាបន្តបន្ទាប់លើអក្រិតកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលកន្លងមកនេះគឺជាសក្ខីភាពមួយនៃការអនុវត្តតាមការបដិញ្ញាចិត្តខាងនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងអក្រិតកម្មឆ្លងដែនមួយនេះដែលជាក្តីកង្វល់រួមរបស់កម្ពុជាតំបន់និងពិភពលោកបើតាមសម្ដេចធិបតីសន្តិសុខនិងសន្តិភាពសង្គមនិងការប្រយុទ្ធប្រឆាំងនឹងអក្រិតកម្មគឺជាអាទិភាពមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីធានានូវការរស់នៅសុខសាន្តរបស់ប្រជាពលរដ្ឋហើយការប្រយុទ្ធប្រឆាំងនឹងអក្រិតកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគឺជាចំណុចដ៏សំខាន់នាពេលនេះបន្ថែមពីលើនេះការខិតខំប្រឹងប្រែងលើកិច្ចការអាទិភាពសំខាន់ៗរបស់ជាតិផ្សេងៗទៀត